បាទជំរាបសួរពុកម៉ែបងប្អូនមានសំណួរមួយសួរចង់ឲ្យបងនិយាយរឿងនិទានមួយបាទបងខ្ញុំចង់មានបងប្អូនចង់សួរថារឿងនិទានការនៅក្រចង់ស្លាប់ពេលដែលមានលែងចង់ស្លាប់អញ្ចឹងបាទដូចបងប្អូនគាត់ចង់ឲ្យបងឯងតើនិយាយរឿងហ្នឹងឲ្យបញ្យល់ឲ្យបានក្បោះក្បាយបន្តិចណាបាទរឿងហ្នឹងចេះរឿងមានមនុស្សម្នាក់ហ្នឹងគាត់ក្រីក្រដូចហ្នឹងគាត់ពិបាកក្នុងខ្លួនណាបាទព្រោះគាត់លក់ក្រក៏អត់មានអ្នកណាទិញដែរអាហ្នឹងលក់ដែរគាត់ចង់លក់ក្រចេញអញ្ចឹងក៏គ្មានអ្នកទិញតែអញ្ចឹងគាត់ដើរមកលើព្រៃភ្នំក្រំថ្មហ្នឹងគាត់អំពាវនាវស្រែកមកបកាលអើយមកយកអាយុសង្ខារខ្ញុំទៅខ្ញុំរស់នៅក៏មិនដឹងបានអីដែរព្រោះវាវិធានាណាថ្ងៃនេះខ្ញុំចង់តែស្លាប់គាត់ស្រែកយ៉ាងយំរាជយំបាលអីអូយមកយកអាយុសង្ខារខ្ញុំទៅខ្ញុំចង់រស់ទេដល់ពេលគាត់អស់កម្លាំងទៅគាត់ដេកលួងលក់នៅក្រោមដើមឈើមួយនៅក្នុងព្រៃភ្នំក្រោមថ្មអញ្ចឹងបាទអញ្ចឹងក៏មានបកាលចេញមកដូចជាស្ដេចភ្នំអញ្ចឹងណាបាទហ្នឹងហើយមកដល់ប្រាប់ថាណែមេនុកយើងមិនតន់យកអាយុសង្ខាររបស់អ្នកឯងទេលុះត្រាណាតែអ្នកឯងរស់ស៊ីមានបានចាំយើងយកឥឡូវនៅក្រតែកុំភ្លេចយើងផ្ដាំយកគាត់យល់សពបាទប៉ុន្តែមុននឹងនេះយើងប្រាប់ដើមថ្នាំដែលអ្នកឯងត្រូវព្យាបាលមនុស្សម្នាទាំងឡាយចឹងទេនេះអាថ្នាំដើមថ្នាំនេះត្រូវព្យាបាលរោគនេះដើមថ្នាំនេះត្រូវព្យាបាលរោគនេះចឹងណាបាទហ្នឹងហើយដល់អញ្ចឹងគាត់ចាំទាំងអស់ហ្នឹងហើយចាំទាំងអស់គាត់ភ្ញាក់ឡើងគាត់ចាប់ផ្ដើមផ្សំថ្នាំយកទៅព្យាបាលអ្នកភូមិអ្នកស្រុកហ្នឹងជាទាំងទៅជាទាំងអស់ដូចថ្នាំទឹកចឹងដូចថាល្បីមកភូមិចឹងទៅល្បីទៅរហូតដល់មកឃុំល្បីដល់មកឃុំចឹងតគ្នារហូតដល់មកស្រុកដល់ស្ដេចដល់អីចឹងដល់មកខេត្តដល់មកប្រទេសទូទាំងខេត្តទូទាំងប្រទេសល្បីគាត់កើតទៅជាអ្នកមានគេហៅថាខ្លាយទៅជាសេដ្ឋីគាត់សប្បាយភ្លេចគិតអត់មានគិតនឹកឃើញដល់យមបាលយមរាជប្រាប់ថាទៅពេលអ្នកឯងមានយើងមកយកអាយុសង្ខារហើយអត់មាននឹកឃើញថាទៅបនទៅវត្តទៅវាធ្វើបនធ្វើទៀនអីដាក់ទៀនចំពោះស្មុំចកអ្នកកំសត់ទូរកត់អីក៏អត់ដែរគាត់សប្បាយភ្លេចខ្លួនមានអាលុយចាយហ្នឹងគាត់ចូល KTV ញឹកញាប់អីចឹងទេបុរាណគ្មាន KTV បាទតែយើងឧទាហរណ៍បាទស្រីស្រាលបែងភាលាអញ្ចឹងណាតាក់មន់តាក់ទៅទៀបជួលខ្នល់គ្នាបបាញ់សាទអីចឹងណាបាទដល់ពេលអញ្ចឹងថ្ងៃមួយគាត់ដេកលក់ស្រាប់ឃើញបកាលមកថាណែអាសេដ្ឋីឯងក៏មិនទាន់ភ្លេចកំណើតអញផ្ដាំឯងថាម៉េចថាពេលឯងមានអញមកយកអាយុសង្ខារនឹងឯងហើយឥឡូវនេះយើងប្រាប់អ្នកឯងឲ្យដឹង7ថ្ងៃទៀតយើងមកយកហើយមួយចាប់ផ្ដើមអាយុសង្ខាររបស់អ្នកឯងបាទចាប់ផ្ដើមភ័យប្រយអូភ័យខ្លាំងបោះសំពៅឲ្យទ្របទាំងអស់មានទាសាទាស័យអ្នកគេហៅកូនដៃអ្នកបំរើហ្នឹងអ្នកឈ្នួលហ្នឹងហៅជាងមកអស់ប្រមាណក៏ដល់ធ្វើសំពៅមួយឲ្យធំដើម្បីដឹកទ្រព្យសម្បត្តិហ្នឹងទៅក្នុងទឹកមហាសមុទ្រឲ្យឆ្ងាយអញ្ចឹងទៅយមបាលយមរាជរកយើងគ្មានឃើញទេដល់ពេលអញ្ចឹងមានទេអូនធ្វើហោចអីហើយយើងនិយាយកាត់ធ្វើហោចអីហើយប្រមូលទ្រព្យសម្បត្តិអីទាំងអស់យកទៅហ្នឹងកែវកងពិទូស្រោកានមាសប្រាក់អីយកដាក់ពេញសំពៅហ្នឹងហើយយកទៅបណ្ដែតណែចាប់ផ្ដើមបោកក្តោងសំពៅនឹងទៅទឹកមហាសមុទ្រធំធេងចាំមើលអញទៅដល់កណ្ដាលសមុទ្រមើលហើយយមរាជហៅអញឃើញអត់ឃើញអត់ហ្នឹងហើយទៅដល់មានណាអូនអើយខ្យល់ព្យុះកំបាត់ត្បូងគួចក្លឹបស្លាប់អស់អញ្ចឹងបានសេចក្តីថាសេចក្តីស្លាប់មកដល់ហើយទោះបីយើងគិចទៅណាក៏គិចមិនរួចដែរអញ្ចឹងទេបើសិនជាយើងមានទ្រព្យយើងគួរណាស់តែធ្វើនៅអំពើល្អធ្វើបុណ្យធ្វើសុទ្ធទានទៅនឹកដល់អ្នកដែលប្រាប់ឆ្នាំហ្នឹងទៅអាយុវែងជាងហ្នឹងអាយុវែងហ្នឹងហើយប៉ុន្តែគាត់មើលគុណគាត់ភ្លេចគុណគាត់ថាអត់ដែលមានដល់ពេលមានអញ្ចឹងទៅភ្លេចថាអាឡ័យទៅសុបាយហ្នឹងអាហ្នឹងយើងត្រូវរំលឹកគុណអ្នកដែលមានគុណផងយើងធ្វើនៅអំពើល្អផងយើងសន្សំនៅបុណ្យយើងផងអាហ្នឹងបុណ្យពីពពេមកបានជួបអ្នកដែលប្រាប់ឆ្នាំអាហ្នឹងបុណ្យពីជាតិមុនមកអាជាតិនេះយើងអត់ប្រឹងសន្សំបុណ្យ
គេអាយុយើងវាខ្លីដោយប្រកាលកំណត់មែន បាទ ដោយស្ដេចយមរាជកំណត់ចឹង បាទបងអរគុណជំរាបលា